សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងមកប្រាប់ពីរបៀប create DNS server នៅក្នុង Windows អញ្ចឹងជាដំបូងយើងចូលទៅកាន់ Windows របស់យើងមកបន្ទាប់មកយើងចូលទៅកាន់ local server នេះអញ្ចឹងយើងយក IPv4 ហ្នឹងឲ្យចូលលើ Ethernet คลิกលើវាយក property បន្ទាប់មកទៀតយើងទៅយក IPv4 ហើយ click លើ property បន្តមកទៀតយើងចូលទៅយកជ្រើសរក use the following IP address ទៅមកយើង assign IP address វាមកមាន IP address subnet mask និង default gateway របស់វាហើយនៅខាងក្រោមយើង select យក use following DNS server address មកហើយយើង assign វាហើយបន្ទាប់ពី assign ហើយយើង click OK ទៅបានបន្ទាប់ពីយើង assign វាអស់ហើយយើងត្រូវ restart វាដើម្បីឲ្យវា DNS server របស់យើងដើរកុំឲ្យ IP យើង assign ទៅវាអត់ដើរអញ្ចឹងបន្ទាប់ពីយើង restart វាហើយយើងចូលមកវិញបើកវាមកវិញមកអញ្ចឹងនៅពេលដែលយើងបើកវាមកវិញហើយយើងចូលទៅកន្លែង manage បន្ទាប់មកយើងជ្រើសយក add role និង feature អញ្ចឹងនៅពេលដែលយើងមកដល់កន្លែងនេះយើងអត់មានត្រូវយកអីទៀតទេយើង click next បន្ទាប់មកកន្លែងនេះយើងត្រូវយកកន្លែងខាងលើហ្នឹងហើយយើង select នេះទៀតមកអញ្ចឹងនៅកន្លែងនេះយើងអាចជ្រើសទៅលើ domain របស់យើង server របស់យើងតាមមកនេះទៀតមកហើយមកដល់កន្លែងនេះយើងត្រូវជ្រើសយកកន្លែង DNS server អញ្ចឹងនៅពេលដែលយើងជ្រើសយក DNS server វានឹងឲ្យយើង add feature ហើយប៉ុន្តែខ្ញុំមានហើយអញ្ចឹងខ្ញុំវាដាក់ install ហើយអញ្ចឹងបន្ទាប់ពី install ហើយអស់ហើយយើងត្រូវចូលមកកន្លែង dashboard របស់យើងវិញបន្ទាប់មកយើងទៅកាន់ tool ហើយយើងរកពាក្យថា DNS អញ្ចឹងនៅក្នុងនេះយើងមាន domain របស់យើងបន្តមកទៀតយើង click ទៅកាន់ domain ហ្នឹងហើយយើងយកពាក្យថា forward lookup zone បន្ទាប់ពីហ្នឹងហើយយើងឃើញ domain ដែលយើងបានបង្កើតហើយគឺខ្ញុំដាក់ឈ្មោះខ្ញុំអញ្ចឹងនៅក្នុងហ្នឹងយើងមាន domain នោះគឺចុងក្រោយគេអញ្ចឹងយើងអាច ping ទៅកាន់ domain ហ្នឹងដើម្បី test បានដើម្បី test យើងអាចទៅ command prompt ហើយយើង ping ទៅកាន់ domain ឈ្មោះ domain ហ្នឹងមកចាំបន្ទាប់ពី ping ហើយយើងអាច create new host បានដើម្បី create យើង click ចូលទៅកាន់ផ្ទាំងសហ្នឹងហើយយើង right click វាមកហើយយើងជ្រើសពាក្យ new host អញ្ចឹងយើងអាច assign ឈ្មោះវាមកខ្ញុំដាក់នេះដាក់ជាឧទាហរណ៍អញ្ចឹងassign ឈ្មោះវាហើយយើង assign IP address ដូចដល់ domain ដែលយើងបាន assign ឲ្យបន្ទាប់ពី assign យើង click ខាងលើនោះហើយយើង click OK ចឹងដើម្បីនេះយើងអាច test ping វាម្ដងទៀតបានថាវាស្គាល់ឬអត់
ចឹងអានេះមកយើងឃើញថាយើង ping វាស្គាល់ហើយចឹងរបៀប create DNA server នៅលើ Windows យើងមានតែប៉ុណ្្នឹងទេអរគុណ